ស្វាគមន៍ប្រិយមិត្តខ្មែរថែមនៅក្នុងកម្មវិធី Beyond Business សប្តាហ៍នេះយើងនឹងមកស្វែងយល់អំពីជីវប្រវត្តិនិងអាជីវកម្មរបស់លោកប៊ុនខុនងួនដែលគាត់មានឈាមជ័រជាកូនអ្នករកស៊ីស្រាប់ប៉ុន្តែដំណើរអាជីវកម្មរបស់លោកនៅក្នុងរយៈពេល10ឆ្នាំកន្លងមកនេះមិនមែនមានន័យថាមានភាពរលូនស្រួលដែលគ្មានបញ្ហានោះទេដូច្នេះកុំឲ្យខាតពេលយូរសូមប្រិយមិត្តទស្សនាទាំងអស់គ្នាជីវកម្មដែលខ្ញុំកំពុងធ្វើបច្ចុប្បន្ននេះគឺខ្ញុំធ្វើបាន10ឆ្នាំកន្លះហើយបាទតាំងពីចុងឆ្នាំ2013មកអញ្ចឹងការចាប់ផ្ដើមអាជីវកម្មនេះគឺវាចេញពីលទ្ធផលផ្ទាល់ខ្លួនមានន័យថាខ្ញុំដំបូងជាអតិថិជនបន្ទាប់មកខ្ញុំបានប្រើប្រាស់ផលិតផលយកចិត្តទុកដាក់អញ្ចឹងធ្វើឲ្យខ្ញុំទទួលបានលទ្ធផលល្អពេលដែលខ្ញុំទទួលបានលទ្ធផលល្អខ្ញុំបានចែករំលែកទៅកាន់ក្រុមគ្រួសាររបស់ខ្ញុំឲ្យគាត់បានប្រើប្រាស់ផលិតផលនឹងដែរចឹងជាលទ្ធផលយើងឃើញថាគាត់ក៏ទទួលបានលទ្ធផលល្អចឹងពេលនោះគឺខ្ញុំស្ទាក់ស្ទើរនឹងការធ្វើដោយសារតែយើងអត់ធ្លាប់ស្គាល់ផលិតផលនឹងច្បាស់ពីមុនមកទេតែគាត់បានណែនាំខ្ញុំឲ្យទៅចូលរួមនៅកម្មវិធីមួយដែលនៅសង្ហបុរីឆ្នាំ2016ហ្នឹងចឹងខ្ញុំទៅបានឃើញពីអ្វីដែលគេធ្វើកម្មវិធីនោះឃើញមនុស្សចូលរួមច្រើនជនជាតិគេស្គាល់ផលិតផលនឹងច្រើនផលិតផលមានស្តង់ដារខ្ពស់មានការទទួលស្គាល់ត្រឹមត្រូវទើបខ្ញុំត្រឡប់មកវិញខ្ញុំសម្រេចចិត្តក្នុងការធ្វើអាជីវកម្មតែ2019ចុងឆ្នាំគឺ COVID មកដល់អញ្ចឹង COVID មកដល់ភ្លាមខ្ញុំក៏មិនទាន់អីផ្លាស់ប្ដូរអីដែរព្រោះយើងនៅគិតថាអ្វីគ្រប់យ៉ាងវានឹងត្រឡប់មកវិញបាទតែវាអត់ត្រឡប់មកវិញលឿនទេបាទ2ឆ្នាំជាងគឺនៅនឹងវិលជុំធ្វើឲ្យពួកខ្ញុំសម្រេចចិត្តថាវិធីសាស្ត្រក្លឹបហាត់ប្រាណហ្នឹងប្រហែលជាវាមិនសូវជាអាចទៅមុខបានទេក៏យើងបត់មកបណ្ដាញសង្គមចឹងការបត់មកបណ្ដាញសង្គមដំបូងហ្នឹងគឺយើងផុសលក់ផុសលក់តែម្ដងអត់មានជាធ្វើមាតិកាអីទេហើយផុសលក់បែបហ្នឹងគឺពេលនោះគឺយើងមានការគ្រប់គ្រងច្រើនណាស់ព្រោះមនុស្សនៅផ្ទះអត់ដឹងធ្វើអីក៏ទិញច្រើនទិញអនឡាញច្រើនហើយយើងមានការរីកចម្រើនដែរ2020 2021ហ្នឹងតែដល់ពេលយើងធ្វើយូរទៅវាមានការលក់ធ្លាក់ចុះបាទអញ្ចឹងក៏យើងមើលឃើញឱកាសមួយទៀតគឺការអប់រំធ្វើជាមាតិកាអប់រំមាតិកាចែករំលែកនៅលើបណ្ដាញសង្គមអញ្ចឹងឆ្នាំ2013ខ្ញុំចាប់ផ្ដើមធ្វើមាតិកាខ្លីៗ1នាទីទៅ3នាទីហ្នឹងតែមាតិការបស់ខ្ញុំភាគច្រើនបាទសឹងតែ 95% គឺមិនមែនជាមាតិកាលក់ទេគឺជាមាតិកាចែករំលែកអញ្ចឹង2023រហូតដល់2026នេះគឺខ្ញុំធ្វើតែបែបហ្នឹងឯងហើយមានការគ្រប់គ្រងច្រើនហើយឆ្លៀតឱកាសនេះក៏អរគុណទៅដល់អតិថិជនទាំងអស់គ្នាទាំងក្នុងនិងក្រៅប្រទេសដែលផ្ដល់ជាទំនុកចិត្តឲ្យខ្ញុំដែលបានគ្រប់គ្រងជាវផលិតផលពីខាងខ្ញុំដើម្បីជួយទៅដល់សុខភាពរបស់គាត់តាមរយៈគាត់ស្គាល់ខ្ញុំតាមរយៈបណ្ដាញសង្គមអញ្ចឹងបាទអញ្ចឹងតែពេលគេឈ្មោះយើងទៅតាមផលិតផលហ្នឹងអញ្ចឹងយើងចង់ធ្វើអីផ្សេងទៀតគឺអ្នកជុំវិញខ្លួនអត់មានផ្ដល់ទំនុកចិត្តឲ្យយើងកើតទេអញ្ចឹងអ្នកដែលគាត់ចាប់ផ្ដើម business គឺគាត់ត្រូវយល់ឡើងហ្នឹងដែរហើយចំណុចទី3ដែលសំខាន់នោះជា advice ពីខ្ញុំទៅក្នុងនាមជាអ្នកធ្វើនៅក្នុងអាជីវកម្មនេះ10ឆ្នាំការងារនេះ10ឆ្នាំមិនមែនថាខ្ញុំចេះទាំងអស់ឬមួយក៏ខ្ញុំប្រកែខ្លាំងខ្ញុំនៅមានរឿងច្រើនដែលខ្ញុំត្រូវអភិវឌ្ឍខ្លួនទៀតប៉ុន្តែចំណុចមួយដែលខ្ញុំមើលឃើញគឺរបៀបដែលភាសានៅខ្មែរយើងច្រើននិយាយគឺកាត់ stock បាទអញ្ចឹងបើសិនជាចាប់ផ្ដើមដំបូងកុំតាន់អាចគិតរឿងកាត់ stock បាទកុំតាន់អាចយកលុយទាំង4-5,000យកទៅកាត់ stock យកមកទុកផលិតផលដោយសារចង់បានតម្លៃធូរធ្វើបែបហ្នឹងគឺអត់ត្រូវទេអ្វីដែលបងប្អូនត្រូវធ្វើនោះគឺការរៀនសូត្របាទអភិវឌ្ឍខ្លួនទៅលើជំនាញបាទដូចឥឡូវនេះជំនាញនៅក្នុងការនិយាយជាសាធារណៈជំនាញនៅក្នុងការផលិត content ហ្នឹងគឺជាជំនាញសំខាន់ណាស់បើសិនជាយើងខ្លួនឯងយើងមិនទាន់អាចចេះនៅក្នុងការផ្សព្វផ្សាយពីខ្លួនឯងឲ្យគេស្គាល់ទេទោះបីជាយើងកាត់ stock ច្រើនប៉ុណ្ណាតម្លៃធូរប៉ុណ្ណាយើងលក់អត់ចេញនឹងផលិតផលយើងសល់ហើយបើសិនជាក្រុមហ៊ុននោះត្រូវយើងចង់ធ្វើឲ្យគេត្រូវតែឲ្យយើងទៅកាត់ stockបាទខ្ញុំគិតថាគួរតែពិចារណាឡើងវិញឥឡូវនេះយើងឃើញនៅលើបណ្ដាញសង្គមមាន trend បែបឈប់រៀនមករកស៊ីបាទអាហ្នឹងច្រើនដែរអញ្ចឹងពីខ្ញុំអត់គ្រប់គ្រងរបៀបហ្នឹងទេបាទការសិក្សាវាគឺជារឿងដែលសំខាន់បំផុតអញ្ចឹងណាដល់ពេលបើយើងអត់បំពេញការសិក្សារបស់យើងឲ្យចង់ចប់ដើមទេយើងគិតថានៅលើបណ្ដាញសង្គមយើងអាចរកលុយបានច្រើនអាហ្នឹងគឺអត់ត្រូវទេព្រោះឯការរកលុយបានច្រើននៅលើបណ្ដាញសង្គមមិនថិតថេរទេមានតែចំណេះដឹងឯដែលថិតថេរប៉ុន្តែមិនមែនថាគាត់មិនឲ្យធ្វើទេគាត់នៅតែអាចធ្វើបានប៉ុន្តែរូបមន្តដដែលម៉ោងសិក្សាគឺដឹងសិក្សាហើយយើងបន្ថែមមកយើងចង់ធ្វើអីពេល3-4ម៉ោងដែលនៅសេសសល់ហ្នឹងយើងចាប់ផ្ដើមរៀនសូត្រទៅបាទហើយដាច់ខាតកុំវិនិយោគ
នៅក្នុងការភ្លាមទៅកាត់ស្តុកការធ្វើអាជីវកម្មអ្វីដែលត្រូវយកចិត្តទុកដាក់ហ្នឹងតើយើងបានធ្វើអាជីវកម្មរបស់យើងហ្នឹងយើងរកលុយបានតើយើងមានអីជាគុណតម្លៃទៅដល់ទីផ្សារគុណតម្លៃទៅដល់សង្គមរបស់យើងអត់បាទបើសិនជាយើងបានទាំងលុយហើយបានជាការផ្ដល់គុណតម្លៃទៅដល់សង្គមនឹងទៀតអាហ្នឹងគឺវាគ្រប់គ្រាន់មែនតើមានថាវាពេញលេញទន្ទឹមនឹងពេលយើងរកលុយបានគេឈ្មោះរបស់យើងនៅក្នុងទីផ្សារក៏កើនឡើងដែរបាទហើយមនុស្សជុំវិញខ្លួនរបស់យើងគឺមានមោទនភាពដែលបានស្គាល់យើង